ឃើញខេត្តគេផ្សេងមួយចំនួនបងប្អូនត្រូវភ្លៀងកក់ផ្កាស្វាយកក់ផ្កាគោសឹងគ្រប់អស់ហើយប៉ុន្តែសម្រាប់ខេត្តបន្ទាយមានជ័យបងប្អូនហើយដល់ពេលមកកក់ផ្លែស្វាយចាស់អស់ហើយនឹងហើយខ្លះឡើងទុំតែត្រូវបានកក់បាទដល់ពេលអញ្ចឹងហើយស្លឹកម្រុំនេះបងប្អូនបន្ទាប់ពីត្រូវភ្លៀងមកប្រាវមកឃើញថាលាស់ល្អមែនទែនដូច្នេះហើយក៏បានឲ្យគេកាត់យកមកដើម្បីសម្ងួតធ្វើជាម្សៅណាបងប្អូនបាទដោយសារតែនៅខាងខេត្តខ្ញុំនេះស្លឹកម្រុំគឺមិនសូវជាសម្បូរប្រមាណទេបាទវាមានតិចតួចអញ្ចឹងណាហើយតាមផ្ទះតាមអីគឺមានមួយដើមពីរដើមអញ្ចឹងទៅដូច្នេះហើយក៏ឃើញលាស់ល្អក៏សុំទិញគេមកបាទហើយគេក៏បានកាត់យកមកឲ្យអញ្ចឹងណាហើយដល់ពេលកាត់មកនេះបងប្អូនមានមេឃមានធៀងមានអីខ្ចីលហកក៏ប៉ុន្តែស្លឹកគឺពោពេញទៅដោយពើបៃតងចាស់បានន័យថាស្លឹកនេះគឺកំពុងតែសម្បូរទៅដោយសារធាតុចិញ្ចឹមនឹងឯងបាទដូច្នេះហើយគេចាប់ផ្ដើមដាក់ចូលក្នុងកញ្ច្រែងនេះទៅបាទដើម្បីលាងសម្អាតវាឲ្យស្អាតប៉ុន្តែលាងនោះអត់បានកញ្ជ្រោកទឹកកញ្ជ្រោកអីទេបងប្អូនហើយបាញ់ម៉ូទ័រយកបដ ாய் បានក្រោយបាញ់ទឹកលាងសម្អាតបានស្អាតបងប្អូនមរុំនេះគឺអត់ទាន់ដាក់ចូលក្នុងទូសម្ងួតតែម្ដងទេគឺយើងត្រូវតែសម្រោះទឹកវាឲ្យស្រស់ជាមុនសិនបាទហើយការសម្រោះនេះគឺមិនបាច់ចាំទៅសម្រោះឯណាទៅបងប្អូនហើយដាក់ចូលទៅក្នុងកញ្ច្រែងប្រហែលជាកន្លះម៉ោងគឺវាស្រស់ទឹកអស់ហើយបន្ទាប់មកបានយើងយកទៅដាក់ចូលក្នុងទូសម្ងួតអញ្ចឹងណាហើយតែនៅពេលដែលសម្ងួតបានស្ងួតល្អកិនបានទៅជាម្សៅហើយម្សៅមរុំនេះគឺដឹងតែមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពតែម្ដងបាទពីព្រោះថាមរុំនេះគឺជាប្រភេទមរុំខ្មែរយើងដែលដាំដុះតាមបែបធម្មជាតិអញ្ចឹងណាហើយនៅមួយដំណាំមរុំគឺជាប្រភេទដំណាំដែលថាប្រមូលផ្ដុំទៅដោយសារធាតុចិញ្ចឹមហ្នឹងបងប្អូនបាទវាមានវីតាមីន C គឺខ្ពស់មែនទែនហើយនៅពេលដែលយើងហូបទៅឃើញថាវាអាចជំនួសឲ្យការហូបបន្លែផ្លែឈើបានមួយចំនួនដែរអ្វីដែលថាសំខាន់មែនទែនបងប្អូននៅពេលដែលយើងហូបមរុំម្ដងវាស្មើនឹងហូបចេក7 8ដងយើងហូបមរុំម្ដងវាស្មើនឹងជំនួសឲ្យហូបទឹកដោះគោយើងហូបមរុំម្ដងគឺវាជំនួសឲ្យហូបបាននៅបន្លែផ្សេងជាច្រើនអញ្ចឹងបងប្អូនបាទវាប្រមូលផ្ដុំទៅដោយសារធាតុចិញ្ចឹមអញ្ចឹងហើយសម្រាប់ដំណាំមរុំនេះបងប្អូនមិនគួរណាមើលរំលងបានទេបាទសូម្បីតែបងប្អូនកំពុងតែមានបញ្ហាលើសខ្លាញ់លើសស្ករឬក៏ខ្វះទឹកឈាមក្រហមអីបងប្អូនអាចទទួលទានជាប្រភេទមរុំនេះបានបងប្អូនបាទពីព្រោះថាមរុំគឺនៅពេលដែលបងប្អូនហូបទៅគឺវាអាចជួយបង្កើតគ្រាប់ឈាមក្រហមដោយសារតែវាមានសារធាតុដែកនៅនឹងដែរអញ្ចឹងណាហើយសម្រាប់បងប្អូនដែលថាលើសខ្លាញ់លើសស្ករបងប្អូនអាចទទួលទានមរុំជាប្រចាំឃើញថាវាជួយសម្រកខ្លាញ់សម្រកស្ករនឹងបានលឿនមែនទែនជាពិសេសសម្រាប់បងប្អូនដែលថាចង់បានរាងស្វែលសាច់ស្អាតមានជួយបង្កើត collagen ធម្មជាតិអីហ្នឹងបងប្អូនអាចទទួលទានមរុំបានពីព្រោះថាមរុំនេះគឺល្អមែនទែនបាទអញ្ចឹងហើយសម្រាប់មរុំដល់ឃើញតែសារធាតុចិញ្ចឹមរបស់វាល្អហើយបងប្អូនចង់ទទួលទានឲ្យបានរាល់ថ្ងៃដើម្បីជួយសុខភាពយើងបានបរិបូរណ៍នោះបាទគួរតែជ្រើសរើសជាប្រភេទម្សៅមរុំអញ្ចឹងបងប្អូនបាទពីព្រោះថាហូបបែបហ្នឹងគឺយើងអត់ចេះធុញទ្រាន់ទេហូបបានជារៀងរាល់ថ្ងៃអញ្ចឹងណាហើយសម្រាប់បងប្អូនដែលថាពិបាកក្នុងការរកម្សៅពិបាកក្នុងការធ្វើខ្លួនឯងក៏បងប្អូនអាចជាពីខ្ញុំទៅបានបាទទៅតាមរយៈលេខ077 25 3394បាទទីតាំងរបស់ខ្ញុំនេះគឺស្ថិតក្នុងក្រុងសិរីសភ័ណ្ឌខេត្តបន្ទាយមានជ័យបាទហើយជាប្រភេទម្សៅមរុំសុទ្ធតែម្ដងបងប្អូនបាទគឺគ្មានបានលាយសារធាតុអីផ្សេងទេបាទជាប្រភេទសុទ្ធអញ្ចឹងណាហើយបងប្អូនយកទៅដឹងតែអត់ខកបំណងទេបាទអរគុណ